ចូលឆ្នាំណាចាប់ឲ្យអ្នកទាំងអស់គ្នាប៉ុន្តែបើនិយាយពីការធ្វើដំណើរកម្សាន្តរបស់បងប្អូនប្រជាជនរបស់យើងណាទាំងជាតិយើងទាំងអន្តរជាតិហ្នឹងគឺថាអត់តន់ចប់ទេនេះគឺជាវីដេអូថ្ងៃចុងសប្តាហ៍បន្ទាប់ពីកម្មវិធីចូលឆ្នាំរួចហ្នឹងពួកយើងក៏ធ្វើដំណើរទៅលេងនៅខេត្តកែបនេះគឺជាផ្សារក្តាមជាទីតាំងដ៏ល្បីបំផុតរបស់ខេត្តកែបដែលសម្បូរទៅដោយកន្លែងលក់ចំណីចំណុកអីច្រើនខ្លាំងមែនតើអញ្ចឹងអ្នកដែលគាត់មកលេងកពតមុននឹងហួសទៅកែបគឺគាត់តម្រង់ទៅទិញទំនិញផ្សេងៗនៅផ្សារក្តាមហ្នឹងហ្មងដោយសារនៅក្នុងផ្សារគឺចៀតខ្លាំងពេកពួកខ្ញុំក៏អត់ចូលទេក្មេងៗនាំគ្នានៅឈរចាំនៅក្រៅឲ្យចាស់ចូលទៅទិញអីព្រោះក្មេងៗក៏អត់លុយទិញដែរអញ្ចឹងខ្ញុំក៏យកពេលវេលាដែលខ្ញុំរងចាំហ្នឹងមក review ពីទស្សនវិជ្ជាខ្លះៗនៅផ្នែកខាងក្រៅបើទោះបីយើងអត់លុយទិញតែយើងបាន review យោងចានេះបកាអាំងចាមឹកអាំងអូយតំណងខ្លាំងមែនតើហើយបើនិយាយពីទឹកជ្រលក់គេវិញក៏តំណងដែរម្នាក់មើលពី3រសជាតិមានផ្លែទុរេនណាអូយតំណងទុរេនកពតមកខុតភ្ញៀវអីហ្នឹងអូញាក់ច្រើនណាហើយបែកខាងនេះវិញមានដូចជាត្រីក្រៀមទាំងអស់គ្នាត្រីក្រៀមត្រីសមុទ្រណាបកាក្រៀមមឹកក្រៀមអីហ្នឹងនោះតំណងខ្លាំងមែនតើហើយអានេះស្រាយសមុទ្រដូចខ្ញុំធ្លាប់ញ៉ាំនេះអាបកាធំនេះក៏ឆ្ងាញ់ដែរហើយអាមឹកតសៃនេះអូយបុកអំបិលឆ្ងាញ់ណាស់នេះសិតតែរបស់ដែលខ្ញុំចូលចិត្តទាំងអស់អាថៃនេះអត់ចូលចិត្តទេអានេះអត់ចូលចិត្តមួយអូយណែច្រើនណាស់ហើយនេះគ្រឿងឈក់គ្រឿងអីណែអាស្អីគេនេះអត់ចេះទេអត់ស្គាល់មានម្រេចមានកពិមានអីច្រើនណាស់លីសអីនេះក៏មានច្រើនដែរលោកអើយឃ្លានឃើញវីដេអូហ្នឹងឲ្យឃ្លានវិញអានេះអត់ចូលចិត្តទេអត់ឆ្ងាញ់អានេះក្តាមគេស្ងោរហើយគេយកមកលក់មានទាំងឈក់ហើយក៏មានដែរណែឲ្យគ្រឿង oyster អូយជាតិឃើញខ្ញុំចូលអត់ចោះអ្នកទាំងអស់គ្នាមនុស្សច្រើនពេកខ្ញុំខ្ជិលចូលថតបានតែ2ចង្ងាយទេហើយអានេះថៃសម្បាអ្នកទាំងអស់គ្នាអូយតំណងខ្លាំងទេអានឹងឆ្ងាញ់ខ្ញុំចូលចិត្តមានថៃស្អីទៀតទេអានេះអូយអត់ស្គាល់ទេអានឹងអត់ស្គាល់ទេណែរបស់ល្បីប្រចាំខេត្តកពតតែខ្ញុំអត់ចូលចិត្តទេចាសូមអរគុណហើយអានេះណែអូយមឹកទៀតហើយស្តាមឹកអានេះចំណូលចិត្តបងប្អូនរបស់ខ្ញុំណាអ្នកទាំងអស់គ្នាមើលឃើញតំណងហ៎បើតំណងមើលរូបភាពហើយស្រង់ក្លិនហើយទៅកពតទៅហើយនេះក្តាមចាក្តាមពងស្រាច់ហើយណែអូបានសម្រេចហើយណែបងតាក់វ៉ាន់ក៏ទិញនំស្លឹកចាចែកក្មេងៗចាហើយបន្ទាប់ពីទិញហើយនេះគឺថាមានជាការដើរតម្រង់ឆ្ពោះទៅរកចាគោលដៅហើយគោលដៅរបស់ពួកគាត់គឺនោះអានៅខាងមុខហ្នឹងអ្នកទាំងអស់គ្នាដែលមានកូនក្មេងមានប្អូនមានអីដឹងហើយនេះម៉ាត់នឹងឯងចាតែអត់តន់ជូនគាត់ទៅម៉ាត់អីភ្លាមអីពួកខ្ញុំមករកអីញ៉ាំសិនអ្នកទាំងអស់គ្នាព្រោះដោយសារក្តៅពេកអញ្ចឹងនេះតម្រង់ហើយចាគឺហាងកាហ្វេអូញាក់សាច់អ្នកទាំងអស់គ្នាប្រម៉ូទឲ្យសមុទ្រកាហ្វេមួយចុះកន្លែងគាត់ហ្នឹងអូយបេះរសជាតិហ្មងណាលើកទី1ខ្ញុំញ៉ាំកាហ្វេនៅហ្នឹងគឺបេះរសជាតិហ្មងញាក់សាច់ធឺហ្មងណែប្រុសសង្ហាញ៉ាំនំលឹកចាអីយ៉ាបានកាហ្វេមួយកែវហើយក៏ចាប់ផ្ដើមភ្លក់ចាអូយមុននឹងភ្លក់គឺក្លុកសិនក្លុកឲ្យវាមានចូលជាតិឲ្យដាក់មួយម៉ាត់គឺថាអែមខ្លាំងមែនតើចាមានជាការញ៉ាំហើយលើកមេដៃប៉ុណ្ណេះហើយគឺអែមហើយនេះមឹកយ៉ាក់អ្នកទាំងអស់គ្នាមានជាការដើរមកដល់ម៉ាត់ហើយមកយ៉ាក់ហ្នឹងញ៉ាំអត់កើតគាត់និយាយរូបសំណាក់ឯណាហើយនៅមុខម៉ាត់ហ្នឹងក៏មានជាណែផ្កាស្អាតបន្ទាប់ពីទិញឲ្យបានឲ្យក្មេងៗហើយពួកយើងក៏បន្តដំណើរទៅរកកន្លែងញ៉ាំបាយថ្ងៃត្រង់ព្រោះឲ្យគាត់ទិញស្អីមកអស់ហើយអញ្ចឹងយើងទៅរកតកាទេអង្គុយឯងដើម្បីញ៉ាំអាហារចានេះគឺជាទស្សនវិជ្ជាឆ្នេរកែបទាំងអស់គ្នាឲ្យមើលអត់ឃើញទេដោយសារជុំវិញហ្នឹងគឺស្ទើរកន្លែងគេលក់ដូរទៅប៉ុណ្្នឹងទៅចង់ថតទេសភាពតាមផ្លូវហ្នឹងឲ្យមើលទៅឃើញស្អាតក៏មិនបានយ៉ាប់ដែរហ្នឹងណានេះគ្រឿងក្រៅដែលយើងបានទិញមកចាតែមុននឹងបានហូបនោះគឺថាមានជាការថតវីដេអូរាប់ម៉ោងចាតម្រាំនឹងបានហូបចាហើយនេះគឺជាតាមផ្លូវត្រឡប់ទៅវិញចាគឺហូបហើយអត់មានធ្វើអីទេគឺទៅវិញនឹងឯងនេះតាមផ្លូវចាអូយស្រស់ស្អាតខ្លាំងមែនតើទាំងអស់គ្នាអើយនេះវរៈបរោះជីសេះសចាអូយមកដល់តាមផ្លូវចិត្តដល់ផ្ទះហើយនេះភ្នំកំពង់ត្រាចទាំងអស់គ្នាអូយស្អាតខ្លាំងមែនតើខ្ញុំធ្លាប់ review ពីភ្នំនឹងម្ដងហើយអ្នកទាំងអស់គ្នាអូយខ្ញុំនៅតែនិយាយទៀតបើសិនជាអ្នកទាំងអស់គ្នាមានពេលវេលាជិះសេះមើលជុំវិញភ្នំហ្នឹងគឺបេះបដ ாய் ណាគឺខ្ញុំ recommend ឲ្យអ្នកទាំងអស់គ្នាទៅភ្លក់រសជាតិជិះសេះមើលទេសភាពនៅជុំវិញភ្នំកំពង់ត្រាចនឹងម្ដងអ្នកទាំងអស់គ្នាដឹងតែជាតិដឹងតែស្អាត